ក្នុងEnglish grade 4 នេះយើងរៀនអំពី unit 2 things យើងតពីវីដេអូមុន lesson 1 what is this ណាមេរៀនទី1 what is this តើនេះគឺជាអ្វីតើយើងតពីមេរៀន1ហើយតមកយើងចាប់ដើមសិក្សាបន្តទៀត B pair work pair work pair work មានន័យថាការងារជាក្រុមប៉ុន្តែក្រុមនោះមាន2នាក់បើយើងនិយាយឆាប់យល់គឺការងារជាដៃគូណាធ្វើកិច្ចជាដៃគូ pair work practice with your partner practice ចូលអនុវត្តជាមួយដៃគូរបស់អ្នកណា your partner partner មកថាដៃគូ your របស់អ្នក your partner ដៃគូរបស់អ្នកដូច្នេះហាត់និយាយជាមួយដៃគូរបស់អ្នកឥឡូវនេះអ្នកទាំងអស់គ្នាមើលនេះ hello ដាក់ឈ្មោះមកយើងដាក់ឈ្មោះឲ្យបានដែរ hello បូរ៉ា hello សេង hello យី hello អីចឹងមកណាយើងដាក់ឈ្មោះមក hello មកថាសួស្ដី hello what is this ហ្នឹងយើងសួរចង្អុល what is this តើនេះជាស្អីគេនេះ what is this ស្អីគេហ្នឹងចឹងយើងអាចថា this is a pen ណា this is a pen នេះគឺជា big this is a book នេះគឺជាសភៅអញ្ចឹងមកណា what is this is a book តើនេះជាអីនេះគឺជាសភៅឃើញទេ what is this តើនេះជាអី this is a pencil នេះគឺជាខ្មៅដៃណា this is a pencil what is this នេះគឺស្អី this is a bag នេះគឺជាកាតាបណាយើងឆ្លើយអញ្ចឹងមកណា what is this តើនេះជាស្អី this is a ruler គឺបកប្រែបន្ទាត់ ruler ឃើញទេ what is this នេះជាអី this is a correction pen យើងបកប្រែទឹកលុប correction pen what is this តើនេះជាអី this is a phone ទូរស័ព្ទ what is this នេះជាអ្វី this is a bottle of water ឃើញ a bottle of water គឺដបទឹកណាឬកំប៉ុងទឹកអីចឹងមកណា what is this តើនេះជាស្អី this is a chalk មានន័យថាដីស chalk ដីស what is this តើនេះជាស្អី this is a board marker មានថាបិញខ្វើគឺសរសេរសម្រាប់ក្តារខៀនហ្នឹង board marker អូខេ what is this នេះជាស្អី this is a fan អូខេ what is this នេះជាស្អី this is a picture មានន័យថារូបភាពដូច្នេះក្នុងវីដេអូនេះគឺយើងហាត់សួរគ្នាអំពី